ដំណើរកំសាន្តរបស់ខ្ញុំខុសកាលបន្តិចព្រោះថាចប់បុណ្យអុំទូកអស់ហើយបានខ្ញុំមកដើរលេងហើយកន្លែងដែលខ្ញុំមកនេះគឺជាទឹកដីខេត្តសៀមរាបហើយតែបានមកដល់សៀមរាបគោលដៅដែលខ្ញុំចង់ទៅជាងគេគឺជាកន្លែងដែលមានការកែច្នៃឬក៏ធ្វើរបស់ដោយដៃដូចកន្លែងដែលខ្ញុំចូលមកមើលដំបូងគេនេះអញ្ចឹងគឺជាកន្លែងដែលគាត់ធ្វើចម្លាក់ពីស្បែកគោអ្នកទាំងអស់គ្នាជាស្បែកគោទេប៉ុន្តែគាត់អាចយកមកធ្វើជាចម្លាក់ដែលធ្វើចេញមកមានភាពរស់រវើកហើយស្អាតមែនតើអ្នកទាំងអស់គ្នាហើយកន្លែងគាត់ហ្នឹងមិនមែនមានតែចម្លាក់ដែលធ្វើចេញមកពីស្បែកគោទេគាត់មានគំនូរជាច្រើនដែលគាត់ដាក់តាំងនៅកន្លែងគាត់ហ្នឹងដែរខ្ញុំចូលមើលកន្លែងចម្លាក់ស្បែកគោនឹងយូរជាងគេព្រោះថាខ្ញុំចាប់អារម្មណ៍ពិសេសគឺអ្នកធ្វើនឹងហ្មងគាត់ក្មេងៗទេប៉ុន្តែទឹកដៃធ្វើចេញមកអែមែនតើហើយចម្លាក់ស្បែកគោនេះខ្ញុំចាប់អារម្មណ៍ឃើញស្អាតខ្លាំងគឺនៅពេលដែលយើងដាក់ស៊ុំពេលដែលដាក់ស៊ុំស្បែកគោស្មើល្អហើយឆ្លោះជាមួយនឹង background ស៊ុំពណ៌សទៅធ្វើឲ្យក្បាច់របស់ចម្លាក់ហ្នឹងផុសចេញមកស្អាតហ្មងចេញពីមួយកន្លែងយើងចូលមកកន្លែងទៀតកន្លែងបន្ទាប់នេះគឺខ្ញុំមកមើលកន្លែងដែលមីងគាត់មានលក់ជាកាម៉ាដែលគាត់ត្បាញដោយដៃហើយកាម៉ាដែលគាត់មានលក់នេះគឺគាត់មានប្រភេទកាម៉ាដែលធ្វើចេញមកពីសលៃកបាសនិងប្រភេទដែលធ្វើចេញមកពីសំបុកតកៅនាងហើយលើកទី1ដែលខ្ញុំបានឃើញសំបុកតកៅនាងផ្ទាល់បានប៉ះផ្ទាល់អញ្ចឹងហើយសំខាន់មីងអ្នកលក់គាត់រស់រាយមែនតើអ្នកទាំងអស់គ្នាបើបានទៅលេងព្រះដាក់កុំភ្លេចចូលទៅលេងកន្លែងគាត់មានសម្ភារៈច្រើនមែនតើមានតាំងពីកាវោបមួកខោអាវនិយាយទៅសម្ភារៈប្រើប្រាស់លើខ្លួនគាត់មានសឹងទាំងអស់ហ្មងបើកន្លែងនេះវិញធ្វើឲ្យខ្ញុំដើរហួតកើតហ្មងព្រោះថាជាកូនបតោងតូចអញ្ចឹងមែនប៉ុន្តែជារបស់ធ្វើដោយដៃហើយធ្វើចេញពីស្លឹកត្នោតមានចម្រុះពណ៌មានអីអញ្ចឹងប៉ុន្តែតម្លៃធូរមែនតើបើមកកន្លែងនេះវិញខ្ញុំចង់បានសឹងគ្រប់យ៉ាងព្រោះថាមានរបស់ដែលខ្ញុំត្រូវការច្រើនជារបស់ដែលធ្វើចេញមកពីផ្ដៅធ្វើចេញមកពីលពាក់និងអាស័យអីជាដើមហ្នឹងហើយកន្លែងគាត់មានរបស់ច្រើនណាមើលមិនអស់ទេប៉ុន្តែខ្ញុំមកចាប់អារម្មណ៍នឹងមួកនេះព្រោះថាខ្លួនឯងធ្លាប់តែធ្វើមួកតូចដល់ពេលមកឃើញមួកធំចេះចង់កៀងដែរមិនថារបស់ប្រើប្រាស់វត្ថុអនុស្សាវរីយ៍សម្ភារៈតាំងលម្អជាដើមហ្នឹងនៅខេត្តសៀមរាបគឺសម្បូរបែបមែនតើហើយសំខាន់សិតតែជារបស់ដែលធ្វើឡើងដោយដៃទៀតអញ្ចឹងអ្នកដែលគាត់ស្រឡាញ់គាំទ្រនិងចូលចិត្តការធ្វើរបស់ដោយដៃដូចខ្ញុំអញ្ចឹងមកខេត្តសៀមរាបមកអត់ខកបំណងទេហើយអីដែលខ្ញុំចង់ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ